នារីរូបនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដើរចូលក្នុងបន្ទប់ធ្វើការរបស់គូដណ្ដឹងបន្ទប់នោះពិតជាពោពេញទៅដោយរូបថតអនុស្សាវរីយ៍តាំងពីឆ្នាំដែលនាងចាប់ផ្ដើមបង្ហាញខ្លួនដំបូងហើយរបស់របរមួយចំនួនដែលនាងខ្លួនឯងបានបាត់ក៏ត្រូវបានរក្សាទុកនៅទីនេះក្នុងស្ថានភាពថ្មីស្រឡាងទើបតែនៅខណៈពេលនេះទេដែលនាងបានដឹងថាគូដណ្ដឹងដ៏ត្រជាក់ស្រជុំនិងគ្មានបេះដូងរបស់នាងពិតជាហ្វេនដ៏ស្មោះត្រង់របស់នាងប៉ុន្តែដោយសារតែនេះជាការរៀបការផ្សំផ្គុំរវាងគ្រួសារទាំងពីរហើយពួកគេទាំងពីរមិនដែលជួបគ្នាមុនមកអគ្គនាយកមិនបានដឹងតតែសោះថាគូដណ្ដឹងរបស់គាត់ពិតជា idol របស់គាត់ប្រឆាំងយ៉ាងខ្លាំងចំពោះការរៀបការនេះហើយថែមទាំងបានព្រមាននារីរូបនោះមិនឲ្យមានគំនិតមិនសមរម្យលើរូបគាត់ឡើយដើម្បី idol របស់គាត់ត្រូវតែរក្សាខ្លួនមិនឲ្យប៉ះពាល់នារីផ្សេងទៀតឡើយនារីរូបនោះបានសួរគាត់ថាតើគាត់ប្រកាសទេថាមិនចង់ជួបនាងម្ដងទៀតមុនពេលពួកគេចុះសម្បត្តិអាពាហ៍ពិពាហ៍អគ្គនាយកបានបដិសេធដោយផ្ទាល់ហើយនិយាយថានៅថ្ងៃទី2បន្ទាប់ពីពួកគេទទួលបានសម្បត្តិអាពាហ៍ពិពាហ៍គាត់នឹងនាំនាងទៅជួបស្នេហាដំបូងរបស់នាងចំណែកថាតើពួកគេទាំងពីរភ្ជាប់ចំណងស្នេហ៍ចាស់ឡើងវិញឬចាប់ផ្ដើមសារជាថ្មីនោះមិនពាក់ព័ន្ធនឹងគាត់ឡើយបន្ទាប់ពីនោះគាត់ក៏ចុចបិទទូរស័ព្ទនារីរូបនោះមានការចង់ដឹងយ៉ាងខ្លាំងថាតើអគ្គនាយកនឹងមានទឹកមុខបែបណានៅពេលគាត់ដឹងការពិតតាមពិតទៅកាលពី5ឆ្នាំមុននារីរូបនោះបានបដិសេធមិនរស់នៅជាអ្នកបន្តពូជអ្នកមានហើយបានជំរុញចិត្តព្យាយាមចូលក្នុងវិស័យកម្សាន្តប៉ុន្តែបន្ទាប់ពីស៊ូអស់រយៈពេល5ឆ្នាំនាងនៅតែជាតារាសិល្បៈតូចតាចដែលស្ទើរតែគ្មានប្រជាប្រិយភាពលុះត្រាតែអាជីវកម្មគ្រួសាររបស់នាងធ្លាក់ចូលក្នុងវិបត្តិទើបនាងត្រូវបង្ខំចិត្តបោះបង់វិស័យកម្សាន្តហើយរៀបការជាមួយមហាសេដ្ឋីចំនួនដែលនាងមិនដែលជួបមានពាក្យចាំអារ៉ាមថាអគ្គនាយករូបនេះជាមនុស្សដាច់អតិផរណានិងឈាមត្រជាក់គ្មានការអាណិតអាសូរហើយត្រូវបានគេស្គាល់ក្នុងពិភពចំនួនថាជាបិសាចមុខត្រជាក់នៅពេលដែលមិត្តភក្តិល្អរបស់នាងបានរៀបជឿថានាងនឹងរៀបការជាមួយមនុស្សបែបនោះនាងមានការព្រួយបារម្ភអំពីជីវិតនាពេលអនាគតរបស់នាងប៉ុន្តែមុនពេលអ្នកទាំងពីរបានជួបគ្នាអគ្គនាយកគឺជាអ្នកទូរស័ព្ទមុនគេគាត់បាននិយាយថាគាត់មានអ្នកដែលគាត់ស្រឡាញ់រួចហើយបានសង្កត់ធ្ងន់ថាអាពាហ៍ពិពាហ៍របស់ពួកគេគ្រាន់តែជាកិច្ចព្រមព្រៀងប៉ុណ្ណោះពួកគេត្រូវលែងលះគ្នាបន្ទាប់ពី1ឆ្នាំបន្ទាប់មកគាត់បានរំលឹកនាងជាពិសេសកុំឲ្យយំហើយបដិសេធមិនព្រមចុះហត្ថលេខាលើលិខិតលែងលះនៅពេលដល់ពេលកំណត់អ្វីដែលគាត់មិនបានដឹងនោះគឺមនុស្សដែលគាត់ស្រឡាញ់គឺជានារីដែលកំពុងនិយាយទូរស័ព្ទជាមួយគាត់នោះឯងដើម្បីជូនពរដល់ idol របស់គាត់អគ្គនាយករូបនោះថែមទាំងបានទៅវត្តជាពិសេសដើម្បីបន់ស្រន់ឲ្យនាងដោយមិននឹកស្មានដល់ភ្លាមពេលគាត់ចុះពីលើភ្នំគាត់បានឃើញព័ត៌មានថានាងបានប្រកាសចូលនិវត្តន៍ពីវិស័យកម្សាន្តហើយអគ្គនាយករូបនោះក៏ស្រក់ទឹកភ្នែកភ្លាមគាត់បានយកព្រាបក្លាហានផ្ញើសារទៅកាន់នារីរូបនោះដោយនិយាយថានាងគឺជាពន្លឺនៃជីវិតរបស់គាត់បន្ទាប់ពីផ្ញើរួចគាត់បានអង្គុយចុះតែម្នាក់ឯងក្នុងភ្លៀងហើយយំយ៉ាងខ្លាំងខណៈពេលនោះនារីរូបនោះដែលកំពុងតែរៀបចំខ្លួនចូលគេងបានទទួលសារឯកជននេះនាងបានចំណាំ account នោះភ្លាមនេះគឺជាសមាជិកស្នូលនៃក្រុម fan របស់នាងរយៈពេល5ឆ្នាំមកនេះរាល់ពេលដែលនាងផុសបច្ចុប្បន្នភាពម្នាក់នេះតែងតែចុច like និង comment ភ្លាមគាត់ថែមទាំងទិញគ្រប់ផលិតផលដែលនាងផ្សព្វផ្សាយហើយនិយាយថាគាត់នឹងយកវាទៅឲ្យបុគ្គលិករបស់គាត់ជារង្វាន់នារីរូបនោះបានឆ្លើយតបយ៉ាងរហ័សដោយអរគុណចំពោះការគាំទ្ររបស់គាត់ក្នុងរយៈពេល5ឆ្នាំកន្លងមកនៅពេលដែលគាត់រៀបនឹងលុប account របស់គាត់ចោលនាងស្រាប់តែប្រទះឃើញការផុសអំពីអគ្គនាយកក្រុមហ៊ុនមួយកំពុងយំក្នុងភ្លៀងនៅពេលនាងចុចមើលនាងបានដឹងថាពិតជាគូដណ្ដឹងរបស់នាងមិនអាចទប់ចិត្តនឹងរអ៊ូតមបានទេថាបន្ទាប់ពីធ្វើការយ៉ាងធ្ងន់ធ្ងរអស់រយៈពេល5ឆ្នាំនាងមិនដែលទទួលបានការចាប់អារម្មណ៍ច្រើននោះទេប៉ុន្តែគូដណ្ដឹងរបស់នាងបែរជាឡើង trending គ្រាន់តែដោយសារតែគាត់ស្រក់ទឹកភ្នែកនាងមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាគាត់ស្រាប់តែរំជួលចិត្តខ្លាំងបែបនេះនៅព្រឹកព្រលឹមថ្ងៃបន្ទាប់មុនពេលនារីរូបនោះភ្ញាក់ពីគេងពេញលេញផងនាងបានទទួលទូរស័ព្ទពីអគ្គនាយកគាត់បាននិយាយដោយត្រង់ថាគាត់មានអ្នកដែលគាត់ស្រឡាញ់ហើយបានប្រកាសថាបន្ទាប់ពីរៀបការពួកគេទាំងពីរនឹងមិនរំខានគ្នាទៅវិញទៅមកឡើយគាត់ក៏បាននិយាយទៀតថាគាត់ដឹងថានារីរូបនោះមានស្នេហាដំបូងដែលនាងស្រឡាញ់ជាច្រើនឆ្នាំហើយចៃដន្យអីគាត់នឹងទៅបំពេញការងារនៅទីក្រុងដែលស្នេហាដំបូងរបស់នាងរស់នៅពេលដល់ពេលគាត់អាចនាំនាងទៅជួបគេតាមផ្លូវបាននារីរូបនោះបានយល់ភ្លាមអគ្គនាយកចង់ឲ្យពួកគេម្នាក់ដេញតាមមនុស្សដែលខ្លួនស្រឡាញ់ហើយមិនជំពាក់ជំពិននឹងគ្នាឡើយដូច្នេះនាងក៏បានសួរដោយចង់ដឹងថាតើតម្រូវការរបស់គាត់មានអ្វីខ្លះអគ្គនាយកបានស្នើភ្លាមថាអាពាហ៍ពិពាហ៍របស់ពួកគេអាចមានរយៈពេលត្រឹមតែ1ឆ្នាំប៉ុណ្ណោះហើយនារីរូបនោះបានយល់ព្រមដោយមិនស្ទាក់ស្ទើរប៉ុន្តែអគ្គនាយកមិនជឿលើពាក្យសន្យាតាមមាត់បែបនេះឡើយគាត់បានសុំជួបនាងដោយផ្ទាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការហើយប្រាប់នាងថាគាត់នៅខាងក្រោមផ្ទះរបស់នាងរួចហើយឃើញបែបនេះនារីរូបនោះមិនអាចទប់ចិត្តនឹងដកដង្ហើមធំថាអគ្គនាយកពិតជាមានប្រសិទ្ធភាពមែននាងបានពួននៅជណ្ដើរហើយសង្កេតមើលអគ្គនាយកដែលល្បីថាដាច់អតិផរណារូបនេះទើបតែដឹងថាគាត់ពិតជាសង្ហាខ្លាំងណាស់ប៉ុន្តែនៅវិនាទីបន្ទាប់នាងស្រាប់តែចាប់អារម្មណ៍លើរបស់នៅលើកដៃរបស់គាត់វាពិតជាខ្សែដៃគាំទ្រផលិតផល limited ចាប់តាំងពីខួប1ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់នាងនារីរូបនោះស្ទើរតែគិតជឿថានាងមើលច្រឡំអគ្គនាយកមុខត្រជាក់បែរជាពាក់វត្ថុអនុស្សាវរីយ៍ fan របស់នាងឪពុកបានឃើញកូនស្រីនៅជណ្ដើរហើយបានសម្លឹងមើលនាងភ្លាមដោយជំរុញឲ្យនាងប្រញាប់ឡើងទៅផ្លាស់ប្ដូរសម្លៀកបំពាក់ប៉ុន្តែអគ្គនាយកបានបាត់បង់ការអត់ធ្មត់រួចទៅហើយគាត់បានដាក់កិច្ចព្រមព្រៀងមុនរៀបការអំពីការមិនរំខានគ្នាហើយងាកចេញទៅនៅពេលដែលនារីរូបនោះរៀបចំខ្លួនរួចរាល់ហើយចុះមកខាងក្រោមអគ្គនាយកក៏បានដើរចេញផុតទ្វារបាត់ទៅហើយបន្ទាប់មកគាត់បានឃើញគូស្នេហ៍មួយគូកំពុងបង្ហាញកាយវិការផ្អែមល្ហែមនៅខាងផ្លូវហើយគាត់មិនអាចទប់ចិត្តនឹងព្រួយបារម្ភថាប្រសិនបើនារីរូបនោះមកប៉ះពាល់គាត់បន្ទាប់ពីរៀបការតើវាជាការក្បត់ idol របស់គាត់ឬទេដូច្នេះគាត់បានទូរស័ព្ទទៅនារីរូបនោះភ្លាមហើយតម្រូវឲ្យបន្ថែមលក្ខខណ្ឌបន្ថែមទៅក្នុងកិច្ចសន្យាដោយហាមឃាត់ការប៉ះពាល់រាងកាយគ្រប់រូបភាពបន្ទាប់ពីរៀបការនារីរូបនោះខឹងយ៉ាងខ្លាំងរហូតដល់ជេរគាត់ចំថាឆ្កួតប៉ុន្តែរឿងនេះមិនទាន់ចប់នៅឡើយទេបន្ទាប់មកអគ្គនាយកបានឃើញការផ្សាយពាណិជ្ជកម្មចិញ្ចៀនមួយដែលស្ទើរតែអាចកែច្នៃបានតែម្ដងគត់ក្នុងមួយជីវិតដើម្បីបង្ហាញពីភេទភាពចំពោះ idol របស់គាត់បានប្រាប់នារីរូបនោះម្ដងទៀតថាបន្ទាប់ពីរៀបការគាត់នឹងមិនទិញចិញ្ចៀនហើយក៏មិនប្រកាសអាពាហ៍ពិពាហ៍ជាសាធារណៈដែរនារីរូបនោះបានឆ្លើយតបថាអូខេ
នៅយប់នោះអគ្គនាយកបានទូរស័ព្ទម្ដងទៀតហើយប្រកាសយ៉ាងម៉ឺងម៉ាត់ថាបន្ទាប់ពីរៀបការនារីរូបនោះមិនត្រូវបានអនុញ្ញាតឲ្យឈានជើងចូលក្នុងភូមិគ្រឹះរបស់គាត់ឡើយនេះធ្វើឲ្យនារីរូបនោះខឹងសម្បាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់អគ្គនាយកនៅតែបន្តបន្ថែមលក្ខខណ្ឌបន្ថែមសម្រាប់នាងដូចជាគាត់កំពុងសរសេរគោលការណ៍ក្រុមហ៊ុនអីចឹងសារសុំស្ការហើយទូរស័ព្ទនិងអ៊ីមែលរបស់នារីរូបនោះត្រូវបានវាយប្រហារដោយគាត់បន្តបន្ទាប់គ្នាមានលក្ខខណ្ឌច្រើនណាស់រហូតដល់ស្ទើរតែលិចលង់នាងបន្ទាប់មកអគ្គនាយកបាននិយាយថាគាត់នៅតែមានវិធានការចុងក្រោយមួយទៀតគឺនាងមិនត្រូវបានអនុញ្ញាតឲ្យស្រឡាញ់គាត់ឡើយនារីរូបនោះមិនដែលជួបមនុស្សណាដែលអួតខ្លួនដល់ថ្នាក់នេះឡើយសម្លឹងមើលបន្ទប់ដែលពោពេញដោយកិច្ចព្រមព្រៀងបន្ថែមនាងបានប្រកាសយ៉ាងម៉ឺងម៉ាត់ជឿថានាងនឹងមិនស្រឡាញ់គាត់ជាដាច់ខាតនៅថ្ងៃបន្ទាប់តាមការស្នើសុំរបស់អគ្គនាយកនារីរូបនោះបានយកកិច្ចព្រមព្រៀងមុនរៀបការទៅផ្ទះរបស់គាត់ភ្លាមពេលដែលអ្នកបម្រើក្នុងផ្ទះបានឃើញនាងពួកគេមានការរំភើបយ៉ាងខ្លាំងអ្នកខ្លះថែមទាំងនិយាយលាន់មាត់ថានាងមើលទៅស្អាតជាងរូបតុកតាទៅទៀតនារីរូបនោះមានការស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលបានឬបែបនេះទើបតែនៅពេលនាងដើរចូលទៅក្នុងបន្ទប់ធ្វើការរបស់អគ្គនាយកទើបនាងរកឃើញថាអាយដលនៅក្នុងបេះដូងរបស់គាត់ពិតជាខ្លួននាងផ្ទាល់ទប់សំណើចមិនបាននាងបានទូរស័ព្ទទៅអគ្គនាយកដោយចង់ញាស់គាត់បន្តិចដោយមិននឹកស្មានដល់បន្ទាប់ពីនិយាយបានប៉ុន្មានម៉ាត់អគ្គនាយកក៏ចាប់ផ្ដើមរអ៊ូទមគាត់បានទាយថាអាយដលរបស់គាត់ស្រាប់តែចាក់ចេញពីវិស័យកំសាន្តប្រហែលជាដោយសារតែនាងរៀបការគាត់មិនដឹងថាប្រុសចង្រៃរូបណាដែលមានសំណាងបានរៀបការជាមួយនាងឡើយប្រសិនបើបុរសម្នាក់នោះមើលថែនាងមិនបានល្អទេគាត់នឹងតាមប្រញាប់ដេញតាមគេរហូតដល់កកុញផែនដីអ្វីដែលគាត់មិនបានដឹងនោះគឺបុរសចង្រៃដែលគាត់កំពុងនិយាយដល់នោះគឺខ្លួនគាត់ផ្ទាល់នៅខាងចុងទូរស័ព្ទនារីរូបនោះបានព្យាយាមអស់ពីសមត្ថភាពដើម្បីទប់សំណើចបន្ទាប់មកនាងបានស្នើឲ្យពួកគេជួបគ្នាម្ដងមុនពេលរៀបការប៉ុន្តែអគ្គនាយកបានបដិសេធយ៉ាងដាច់ខាតហើយចុចបិទទូរស័ព្ទយ៉ាងប្រញាប់ប្រញាល់នៅថ្ងៃដែលពួកគេរៀបនឹងចុះសម្បត្តិអាពាហ៍ពិពាហ៍នារីរូបនោះបានទិញបាច់ផ្កានៅខាងផ្លូវជាពិសេសដោយចង់ឲ្យអាពាហ៍ពិពាហ៍ដ៏កំប្លែងនេះយ៉ាងហោចណាស់មានពិធីបន្តិចបន្តួចនៅខណៈពេលនេះអគ្គនាយកបានទូរស័ព្ទមកសួរថាតើនាងពាក់អាវពណ៌អ្វីនៅថ្ងៃនេះក្រែងលោកគាត់ចំណាំមនុស្សច្រឡំនៅពេលក្រោយនារីរូបនោះគ្រាន់តែនិយាយថាអ្នកនឹងដឹងនៅពេលយើងជួបគ្នាបន្ទាប់ពីចុចបិទទូរស័ព្ទអគ្គនាយកបានឃើញនារីរូបនោះនៅខាងផ្លូវហើយស្រាំងកាំងទាំងស្រុងភ្លាមតើនោះមិនមែនជាអាយដលរបស់គាត់ទេគាត់បានទូរស័ព្ទយ៉ាងរហ័សដើម្បីផ្លាស់ប្ដូរពេលវេលាចុះសម្បត្តិអាពាហ៍ពិពាហ៍នារីរូបនោះបានសួរគាត់ថាហេតុអ្វីអគ្គនាយកបាននិយាយថាគាត់បានជួបអាយដលរបស់គាត់នៅថ្ងៃនេះហើយគាត់គ្រាន់តែចង់និយាយមួយឃ្លាទៅកាន់នាងត្រឹមតែមួយឃ្លាគឺគ្រប់គ្រាន់ហើយនៅខណៈពេលនេះនារីរូបនោះបានដើរទៅរកអគ្គនាយកយឺតខណៈពេលកាន់បាច់ផ្កាអគ្គនាយកមានអារម្មណ៍ថាបេះដូងរបស់គាត់ស្ទើរតែលោតចេញពីទ្រូងនាងបានគូសកញ្ចក់ឡានស្រាលបន្ទាប់ពីអគ្គនាយកទម្លាក់កញ្ចក់ចុះដោយដៃញនារីរូបនោះបានសម្លឹងមើលភ្នែករបស់គាត់ហើយនិយាយឈ្មោះខ្លួនឯងយឺតនៅខណៈពេលនោះអគ្គនាយកបានស្រាំងកាំងនៅនឹងកន្លែងដូចជាត្រូវរន្ទះបាញ់អីចឹង